ដល់ពេលត្រូវស្រ័យថងហើយបងប្អូនអានេះផ្លែននងបាទបងប្អូនននងនេះវែងណាបងប្អូនបាទននងម៉ែត្រហើយនេះឡើងទល់នេះអានេះក្រងដាក់ជីបងប្អូនថងបាទថងដែលទ្រាប់នៅក្នុងក្រងជីហើយមើលឡើងទល់ឡើងកោងបាទហើយនេះបើអត់ស្រ័យទេច្បាស់ជាកោងហើយបាទហើយខ្ញុំរុំនឹងដោយសារសัตว์វាតិចបងប្អូនបើអត់រុំទេសัตว์តិចហើយប៉ុន្តែបើរុំទៅមើលឡើងទល់ថងដែរហើយក៏ត្រូវតែស្រ័យដូចគ្នាបើមិនចឹងទេវាកោងហើយផ្លែវែងត្រូវចងទុកបាទអានេះយើងទុកពូជបាទទុកពូជផ្លែអូនេះធំវែងតែហ្មងហើយត្រង់នេះថងនេះកពុះដែរវែងដែរនៅតែទល់បាទមើលបងប្អូនមើលផ្លែឡើងកោងតិចបាទនេះបើអត់ច្រកទេសัตว์តិចបងប្អូននេះនៅវាឡើងទៅលើដើមឈើហើយមើលដែលវាតោងទៅដើមឈើហើយយើងច្រកអត់បានវាគ្រឿងខ្ពស់ដែរបងប្អូនខ្ញុំអត់មានអត់បានកលកៅអីច្រកនេះខ្ញុំជំតើតនេះមើលតិចអស់នេះបេះត្មងទៅបាទនេះផ្លែនេះសัตว์តិចហ្នឹងបាទចឹងបាច់ទុកទេបាទមូលបេះត្មងវាទុកក៏អត់ល្អដែរផ្លែត្រង់ស្អាតដែរនោះតែរុយតិចផ្លែវាតិចបងប្អូនបាទតិចផ្លែវាតិចនៅលើចុងឈើនោះប្រហែលផ្លែហ្នឹងគឺវាតិចអស់បងប្អូននេះផ្លែវែងមែនតើបងប្អូនមើលផ្លែគេនេះអូនេះផ្លែគេវែងនៅនោះនេះផ្លែវែងជីទូទៅផ្លែវា1ម៉ែត្រជាងបងប្អូនផ្លែវា1ម៉ែត្រជាងបងប្អូនមើលនេះនៅលើដើមនេះឃើញទេកពុះណានៃហើយនៅលើចុងឈើនោះខ្ញុំធ្លាប់បង្ហាញបងប្អូនហើយបាទហើយអានេះផ្លែមកទៀតនេះផ្លែនេះប្រហែលជាមិនទុកពូជមិនបានទេប្រហែលជាសัตว์តិចទៀតអីពួកអីបើចង់ទុកពូជតតែឡើងចង់វាបងប្អូនខាងលើនេះសន្ទុះនេះផ្លែនេះធំវែងតែហ្មងបាទធំហើយវែងហើយខាងលើនោះ3-4ផ្លែទៀតសត្វតែសត្វតិចអស់ហើយបាទសត្វតិចអស់ហើយនេះដូចនេះអីនេះសត្វតិចឡើងខូចអស់ហើយនេះសង្ឃឹមថាបងប្អូនមើលឃើញបាទនេះបាទនេះប្រភេទននងផ្លែវែងហើយដាំនេះគឺសម្រាប់ទុកពូជទេបងប្អូនអូនេះកន្លងអីមកក្រេបផ្ការបស់វាទៀតណានេះមើលដើមគេបាទដើមបាទជាប្រភេទពូជដូនតាយើងបងប្អូននងនេះពូជបុរាណយើងមកបាទពីបុរាណមកហើយចេះតែទុកបន្តទៅហើយបេះចោលនេះសត្វតែផ្លែដែលខូចដោយសារសត្វតិចហ្នឹងហើយយើងអត់បានមើលថែវាដាំវាចោលនៅចកាយូរមកមើលម្ដងក៏សត្វវាតិចអស់ខូចអស់បាទទុកពូជបានប្រហែលផ្លែដែរនៅខាងលើនោះនៅផ្លែចាស់ហើយអានេះសង្ឃឹមថាវាឡើងតិចចុះចាំមើលខ្ញុំនឹងរនៅខ្ចីនៅឡើយទុននៅឡើយចាំមើលខ្ញុំនឹងរថងផ្សេងយកមកច្រកវិញបើមិនអញ្ចឹងទេច្បាស់ជាតិចទៀតហើយបាទអរគុណបងប្អូនជូនប៉ុណ្នេះសម្រាប់ននងផ្លែវែងហើយប្រភេទពូជពីបុរាណយើងមកបាទមែនតើទៅពូជបុរាណយើងនេះដាច់ពូជអស់ច្រើនហើយបាទដំណាំដាំដោះរបស់យើងអញ្ចឹងពូជដែលនៅសល់នឹងចេះតែព្យាយាមទុកវាទៅបាទចេះតែព្យាយាមទុកវាទៅទោះបីផ្លែវែងផ្លែអីពិបាកលក់នៅលើទីផ្សារប៉ុន្តែបើយើងដាំហូបវិញគឺត្រូវទៅហ្មងល្អបាទល្អវិញដោយសារផ្លែវាវែងបងអ្នកលក់គាត់ថាពិបាកលក់ផ្លែវែងពេកឬក៏វាអាចទៅតាមតំបន់តាមទីផ្សារដែរបាទជូនប៉ុណ្នេះបងប្អូនអរគុណ